อายุ25ឆ្នាំហ្នឹងមិនមែនធေါ်កំផែងកែវហ្នឹងមានអាយុ25ឆ្នាំទេណាបងប្អូនកុំយល់ច្រឡំសម្រាប់សិភៅនេះដែលគេចងក្រងមានសិភៅធေါ်កំផែងកែវហ្នឹងវាគិតតាំងពីពុទ្ធសករាជ2444ហ្នឹងមកដល់ពុទ្ធសករាជ2569នេះវា25ឆ្នាំគឺគិតពីហ្នឹងមកណាមកដល់ឥឡូវនេះមិនមែនធေါ်កំផែងកែវហ្នឹងមានអាយុ25ឆ្នាំទេសិភៅផ្សេងក៏គេបោះពុំឆ្ងាយវែងជាងហ្នឹងទៅអានេះគិតតែសិភៅនេះទៅណាមិនមែនធေါ်កំផែងកែវហ្នឹងអាយុ25ឆ្នាំទេហើយឬមួយក៏ទៅកាត់25ឆ្នាំដែរមិនមែនចឹងទេសូមគោរពនិងជំរាបសួរស្វាគមន៍បងប្អូនដែលកំពុងតាមដានទស្សនានៅ Channel MML 5656ជាទីគោរពនិងជាទីស្រឡាញ់រាប់អានទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញអំពីសិភៅធម៌កំផែងកែវដែលខ្ញុំបានដកស្រង់ចេញពីគហិបត្តិបត្តិគរិវិសធម៌មានបងប្អូនឆ្ងល់បានពីណាមកតាមពិតទៅអត់មានអីចម្លែកទេពីព្រោះធម៌កំផែងកែវហ្នឹងគេចែកច្រើនដែរក្នុង YouTube វាអត់មានអីត្រូវមកសួរខ្ញុំថាបានពីណាទេនឹងគាត់ថាលោកខ្ញុំយកពីណា channel ណាទោះបីជាយកក៏ធម្មតាដែរហ្នឹងការចែករំលែកការសិក្សាវាតែងតែយកពីគ្នាទៅវិញទៅមកអញ្ចឹងឯងវាជារឿងធម្មតាទេក៏តែសម្រាប់ធម៌កំផែងកែវរបស់ខ្ញុំដែលខ្ញុំបានចែករំលែកជូនដល់បងប្អូនហើយមកវាអត្ថបទជាកូនសិភៅសម្រាប់ចែកជូនបងប្អូននេះខ្ញុំបានយកពីនេះលហែកចាស់អស់ហើយសិភៅនេះខ្ញុំបានពីលោកគ្រូមិញសារ៉េតគាត់ឲ្យខ្ញុំអញ្ចឹងសិភៅនេះប្រកាសតាំងពីពុទ្ធសករាជ2544មកដល់ពុទ្ធសករាជ2569ហ្នឹង25ឆ្នាំហើយសិភៅហ្នឹងអាយុ25ឆ្នាំហ្នឹងមិនមែនធေါ်កំផែងកែវហ្នឹងមានអាយុ25ឆ្នាំទេណាបងប្អូនកុំយល់ច្រឡំសម្រាប់សិភៅនេះដែលគេចងក្រងមានសិភៅធေါ်កំផែងកែវហ្នឹងវាគិតតាំងពីពុទ្ធសករាជ2444ហ្នឹងមកដល់ពុទ្ធសករាជ2569នេះវា25ឆ្នាំគឺគិតពីហ្នឹងមកណាមកដល់ឥឡូវនេះមិនមែនធေါ်កំផែងកែវហ្នឹងមានអាយុ25ឆ្នាំទេសិភៅផ្សេងក៏គេបោះពុំឆ្ងាយវែងជាងហ្នឹងទៅអានេះគិតតែសិភៅនេះទៅណាមិនមែនធေါ်កំផែងកែវហ្នឹងអាយុ25ឆ្នាំទេហើយឬមួយក៏ទៅកាត់25ឆ្នាំដែរមិនមែនចឹងទេហើយរហែកនេះគឺខ្ញុំបានពីលោកគ្រូមិញសារ៉េតហ្នឹងរហែកតែម្ដងមិនមែនខ្ញុំយកមករហែកចឹងទេពេលល្មមមកយូរដែរអញ្ចឹងខ្ញុំដកស្រង់ធေါ်កំផែងកែវហ្នឹងពីសិភៅគហិបត្តិបត្តិហ្នឹងនេះធေါ်កំផែងកែវខ្ញុំអត់បានយកពី channel ផ្សេងទេគឺយកពីសិភៅនឹងតែម្ដងធေါ်កំផែងកែវហ្នឹងបានយកពី channel ផ្សេងទេណាយកពីក្នុងសិភៅគហិបត្តិបត្តិនេះដែលមានអាយុ25ឆ្នាំខ្ញុំធ្វើដើម្បីឲ្យបងប្អូនស្រួលទេណាធ្វើនេះចេញជាកូនសិភៅ copy ចឹងមកស្រួលយកទៅមើលយកទៅរៀនបងប្អូនចង់បានសំណូមពរឲ្យខ្ញុំហ្នឹងធ្វើជាអញ្ចឹងគូសិភៅអញ្ចឹងឯនៅមួយហៀង10ស្លឹក10ទំព័រទុកមួយហៀងដោយសារតែខ្ញុំធ្វើធំវាអត្ថបទអក្សរធំអញ្ចឹងណាតែចឹងទៅវាឡើង10ទំព័រឬមួយក៏10សន្លឹកតែបើសិនជាវាអត្ថបទតាមស្តង់ដារទំហំ12ទំហំ22ផ្នែកមើលមិនឃើញទេទូចសម្រាប់ធ្វើជាស្តង់ដារធ្វើជាឯកសារផ្សេងទំហំសម្រាប់លីម៉ុន12សម្រាប់ខ្មែរ Unicode ហ្នឹងគឺ22ស្តង់ដារហ្នឹងមើលឃើញទេមើលកើតទេចាស់តែចឹងខ្ញុំធ្វើទៅតាមតម្រូវការចាស់ក៏ធ្វើទំហំផ្សាយអក្សរហ្នឹងរហូតដល់35មិនមែន35អធិស្ឋាន
25អសនេះទំហំខ្សែ25ខ្មែរយូនីកូដមើលវាអសរធំអីចឹងណាអសរធំភ្នែកមិនសូវច្បាស់ហ្នឹងមើលទៅឃើញចាស់សូនមើលសភៅទៅមានឯពិបាកមើលក៏មានស្រាប់ហើយណាបើចាស់តែម្ដងយើងរៀនមិនងាយចាំទេព្រោះការចងចាំវាចុះខ្សោយហើយអញ្ចឹងយើងមានសភៅសម្រាប់សូត្រដល់ពេលយើងសូត្រមើលសភៅទៅភ្នែកអន់យ៉ាងណាក៏ស្រួលដែរព្រោះភ្នែកវាអសនេះវាធំទៅហើយទោះបីភ្នែកមិនសូវច្បាស់មិនសូវល្អមើលមិនសូវឃើញក៏មិនជាបញ្ហាដែរដោយសារតែអសនៅក្នុងទីនេះធំហើយមិនពាក់វ៉ែនតាមិនអីទេហើយសម្រាយខ្លះបល័យខ្លះធរកំផែងកែវហ្នឹងអានុភាពល្អណាធរហ្នឹងសូត្រថ្វាយបង្គំបានបុណ្យក៏បានសុខសប្បាយក៏បានទាំងអស់ចឹងប៉ុណ្ណឹងចឹងណាខ្ញុំគ្រាន់តែធ្វើវីដេអូដើម្បីបង្ហាញបងប្អូនដែលសួរខ្ញុំអំពីធរកំផែងកែវយកពី channel ណាអញ្ចឹងណាប្រហែលជាគាត់ធ្វើ YouTube ក៏មិនដឹងថាខ្លាចក្រែងខ្ញុំយកពី channel គាត់បើទោះបីជាយកក៏មានអីចម្លែកដែរព្រោះយើងធ្វើឲ្យគេសម្រាប់មើលហើយគេថតគេ copy ទុកឬមើលគាត់ទុកក៏វាធម្មតាតែអត់ទេណាខ្ញុំអត់មានយកពី channel ណាទេគឺយកពីសិភៅនឹងតែម្ដងសិភៅហិបត្តិបត្តិដែលហែកនេះអាយុកាល25ឆ្នាំហើយអញ្ចឹងប៉ុណ្ណឹងចុះហើយក៏សូមអធិស្ឋានមានការលើសលួសខ្វះខាតណាក៏មេត្តាអភ័យទោសការធ្វើវីដេអូរបស់ខ្ញុំបង្ហាញសិភៅធម៌កំផែងកែវនេះគឺក្នុងគោលបំណងចែកជូនដល់អ្នកសួរខ្ញុំថាបានចែកសិភៅធម៌ចែកធម៌កំផែងកែវយកពីណាអញ្ចឹងខ្ញុំបង្ហាញឲ្យគាត់ឃើញអញ្ចឹងទៅណាហ្នឹងប៉ុណ្ណឹងចាស់សូមជម្រាបលា